បណ្ណាល័យមិត្តភាពកម្ពុជាចិនទី3ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសាលាបឋមសិក្សាតានីក្នុងក្រុងរុនតាឯកឌីជោសែនក្នុងន័យដើម្បីបង្កើនចំណេះដឹងបន្ថែមនៅពេលទំនេរពីការសិក្សាដល់សិស្សានុសិស្សស្ថានទូតចិនប្រចាំកម្ពុជាបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅបណ្ណាល័យមិត្តភាពកម្ពុជាចិនទី3នៅសាលាបឋមសិក្សាតានីស្ថិតក្នុងភូមិតានីសង្កាត់រុនតាឯកក្រុងរុនតាឯកឌីជោសែននាព្រឹកថ្ងៃទី27ខែមិថុនាឆ្នាំ2025នេះលោកស្រីហួលីណានាយិកាសាលាបឋមសិក្សាតានីបានឲ្យដឹងថាក្រោមកិច្ចគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតចិនប្រចាំកម្ពុជាគម្រោងបណ្ណាល័យមិត្តភាពកម្ពុជាចិនត្រូវបានអនុវត្តដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិលដោយបានកែលម្អសោភ័ណភាពទាំងស្រុងរួមជាមួយការបំពាក់សម្ភារៈនានាបម្រើដល់វិស័យអំណានបន្ថែមលើពីនេះតាមរយៈគម្រោងកែលម្អនេះបណ្ណាល័យបានធ្វើទំនើបកម្មសម្ភារៈនានាដើម្បីដើរទាន់សម័យកាលឌីជីថលលោកនឹមសវណ្ណអភិបាលរងក្រុងរុនតាឯកឌីជោសែនបានគូបញ្ជាក់ថាបណ្ណាល័យនេះមិនត្រឹមបម្រើដល់វិស័យអំណានសម្រាប់សិស្សានុសិស្សចំនួន234នាក់និងគ្រូបង្រៀន9រូបនៅក្នុងសាលាមួយនេះប៉ុណ្ណោះទេតែវាថែមទាំងបានក្លាយជាមជ្ឈមណ្ឌលតភ្ជាប់មហាជនក្នុងក្រុងរុនតាឯកឌីជោសែនមកអានថែមទៀតផងក្នុងនាមអាជ្ញាធរមូលដ្ឋានលោកមានសេចក្តីរំភើបចិត្តយ៉ាងខ្លាំងដែលស្ថានទូតចិនប្រចាំកម្ពុជារួមជាមួយសង្គមស៊ីវិលនានារបស់ប្រទេសចិនដូចជាមូលនិធិចិន Peachland មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍមូលនិធិចិនដើម្បីអភិវឌ្ឍជនបទជាដើមបានចូលរួមនៅក្នុងកិច្ចអភិវឌ្ឍលើគ្រប់វិស័យជាមួយរដ្ឋបាលក្រុងរុនតាឯកឌីជោសែនក្រោមកិច្ចសម្របសម្រួលពីវេទិកាសម្ព័ន្ធសង្គមស៊ីវិលលោកលូជីស៊ីអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាបមានប្រសាសន៍ថាការអប់រំគឺជាគន្លឹះដ៏សំខាន់សម្រាប់អភិវឌ្ឍជាតិហើយការវិនិយោគដល់ការអប់រំកុមារតូចជាការបណ្ដុះបណ្ដាលនៅក្របពូជនៃក្តីសង្ឃឹមដល់ប្រទេសជាតិប្រទេសចិនតែងតែប្រកាន់ខ្ជាប់នៅគោលគំនិតបង្រៀនមនុស្សឲ្យចេះស្ទួយត្រីហើយបដិញ្ញាចិត្តជំរុញការអភិវឌ្ឍរួមជាមួយប្រទេសទាំងអស់តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាក់ស្ដែងការរួមចំណែកឲ្យដំណើរការបណ្ណាល័យមិត្តភាពកម្ពុជាចិននាថ្ងៃនេះមិនត្រឹមតែជាអគារមួយប៉ុណ្ណោះទេថែមទាំងជាក្របពូជមួយនៃការលូតលាស់ប្រាជ្ញានៃមិត្តភាពកម្ពុជាចិនផងដែរឯកឧត្តមឌួងវិរតអនុប្រធានប្រចាំការក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងនៅការកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាននិងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរក្រោមកិច្ចគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជាក្នុងការអនុវត្តយ៉ាងមានប្រសិទ្ធភាពនៅគម្រោងនានាសម្រាប់បំពេញបាននៅតម្រូវការជាមូលដ្ឋានជាក់ស្ដែងបណ្ណាល័យមិត្តភាពកម្ពុជាចិននេះជាឧទាហរណ៍បញ្ជាក់ស្រាប់ឯកឧត្តមបានបន្តការលើកទឹកចិត្តដល់សិស្សានុសិស្សប្រើប្រាស់ពេលវេលារបស់ខ្លួនឲ្យបានច្រើនជាមួយអំណានទៅនឹងបណ្ណាល័យនិងនៅផ្ទះហើយឯកឧត្តមក៏បានចែករំលែកបទពិសោធន៍ជាច្រើនលើវិស័យអំណាននេះដើម្បីឲ្យសិស្សបណ្ដុះបានទម្លាប់អានពេញមួយជីវិត